ដល់វគ្គផ្នែកប្រវត្តិហើយគឺសុកលំហេងហើយនឹងសំកកដាសិតតែកីឡាកររឆ្នើមមកឲ្យសំគេថាកីឡាករសុកលំហេងនេះគឺមានដៃមាសហើយកីឡាករសំកកដានេះគឺក៏មានដៃប្រាក់អញ្ចឹងកីឡាករទាំងពីរសិតតែកីឡាករថ្នាក់ជើងឯកដែលកីឡាករលេងនៅស៊ីហ្គេមយើងឆ្នាំ2023នេះគឺថាកីឡាសុកលំហេងនេះគាត់មានដៃមាសហើយកីឡាករគេថាសំកកដានេះមានដៃប្រាក់ឥឡូវគាត់ប៉ះគ្នាហើយជួមដល់ពាក់អក្សរាជួមអាចគឺសំជាកីឡាករនៃប្រទេសជើងខ្លាំងមែនថាมันអាចមានថាយើងមានសេចក្តីសង្ឃឹមនៅកីឡាករប្រកែពិតជាបែបគាត់មកជួបនៅវគ្គចុងក្រោយដូចគ្នាជាកីឡាករមានដៃមាសនិងមានដៃប្រាក់បាទចឹងខ្ញុំបងប្អូនសូមរងចាំទស្សនាទាំងអស់គ្នាមើលតើកីឡាករទាំងពីរនេះតើយុទ្ធសាស្ត្រនិងកលល្បិចនៃការប្រយុទ្ធនៃការវាយនេះយ៉ាងរបៀបម៉េចតែខ្ញុំឃើញមិញដែលលេងពីគូដំបូងការពាក់កណ្ដាលដៃប្រត់មកឃើញថាមានយុទ្ធសាស្ត្រល្អណាស់គឺបើយើងអ្នកចេះមើលអុកឲ្យដែលនេះហ្មងគឺថាមើលជក់ចិត្តតែម្ដងគឺថាមកគឺថាសិតតែលើដៃលើជើងមកគឺថាគម្រោងផាញ់នឹងអស់វាយនឹងគឺសាហាវណាបាទសឹងថាខ្ញុំក៏យល់មិនដល់ទេបាទការសម្រេចចិត្តរបស់គាត់គឺមកចាត់មានផែនការច្បាស់លាស់បាទខុសពីយើងស្មានកន្លែងខ្លះតែគាត់មានផែនការរួចស្រេចបាទគាត់មានផែនការនិងមានគម្រោងហើយនឹងការវាយលុកនឹងនេះរបស់គាត់ហ្នឹងគឺថាមើលទៅអត់ខ្ចោះតែម្ដងមិនខុសចិត្តយើងមិនទាស់ចិត្តគឺថាមិនខុសចិត្តគឺខុសចិត្តតែពេលដែលយើងគិតអត់ត្រូវគាត់គិតទៅល្អជាងយើងមែនតើបាទនេះហើយជាចំណុចដែលល្អរបស់គាត់ដែលថាយើងគិតទៅថាគាត់គិតខុសតែគាត់គិតយើងគិតបែបនេះគាត់គិតបែបនេះដល់គេពំនិតទៅយើងថាគិតអញ្ចេះដល់គាត់ដើរទៅពំនិតរបស់គាត់ល្អជាងយើងឆ្ងាយណាល្អជាងយើងទៀតនេះហើយយើងសំជាកីឡាករថ្នាក់ជាតិសំជាកីឡាករខ្លាំងពិតប្រាកដមែនបាទអញ្ចឹងលើកនេះកាត់ក្តីហើយតើនរណាជាម្ចាស់ពានម្ចាស់មេដាយបាទសម្រាប់ការប្រកួតថ្នាក់ជាតិបាទឆ្នាំ2023ដែលលើកពេលមកធ្វើនៅ2024នេះបាទឥឡូវយើងគឺថាដើម្បីនេះយើងនេះហើយកីឡាករដែលឈ្នះគឺជាម្ចាស់មេដាយមាសគឺថាម្ចាស់មេដាយគឺថាជំរឿសជាតិឆ្នាំ2023 24នេះហើយបាទឥឡូវខាងខ្មៅគឺឡើងគោលហើយគោលគាត់ឡើងទៅដើម្បីទប់ទល់នឹងស្ថានភាពនៃការវាយលុករបស់កីឡាករមេដាយមាសបាទកណ្ដាលនេះអ្នកណាក៏រងចាំដែរបងប្អូនយើងនៅលើ live ក៏គាត់រងចាំដូចគ្នាផ្ទៀងផ្ទាត់មើលថាតើអ្នកណាដែលជាជើងខ្លាំងឆ្នាំនេះបាទមានអ្នក live ច្រើនបាទហើយក្នុងការ live របស់យើងលើ page សហព័ន្ធក៏មានគេមើលច្រើនពួកបងប្អូនគិតទៅរងចាំមើលហើយគូតែអត់ប្រោះឲ្យជើងខ្លាំងប៉ះនឹងជើងខ្លាំងតែម្ដងគឺថាមេដៃមាសនិងមេដៃប្រាក់ឥឡូវកីឡាចេញមកគឺកីឡាករបានលេងរយៈពេលម្នាក់3អស់3នាទីម្នាក់ហើយបានអស់6នាទីហើយទាំងសងខាងតែមើលទៅថាដូចជាអត់ទាន់មានឃើញគូណាឲ្យមានប្រៀបជាងខាងណានៅឡើយទេអញ្ចឹងយើងតាមដានគូទាំងពីរនេះគឺប្រយ័ត្នប្រយែងគឺថាបិទទៅបិទមកគឺថាមិនងាយគឺថានេះទេព្រោះសិតតែមានស្នៀតគ្រប់គ្រាន់ទាំងអស់គ្នាគេថាមានសិតតែមានស្នៀតបាទអញ្ចឹងយើងអាចទស្សនាបាននៅរៀបក្បួននៅឡើយទេលោកគ្រូមើល live ដែរបាទថ្ងៃប្រហែលថ្ងៃនេះអរគុណលោកគ្រូរិទ្ធិយាបាទគាត់អត្ថាធិប្បាយជាប់រហូតច្រើនជាងខ្ញុំទៀតច្រើនជាងខ្ញុំទៀតបងប្អូនអាចមើលបានបាទអ្នកខ្លាំងទូទាំងប្រទេសបាទជំរុះមក64មក32មក32មក16មក4ឥឡូវនេះសល់តែ2អ្នកចុងក្រោយទេបាទឥឡូវឃើញថាសបុក
ត្រីមកក្របឡើងហើយខាងសុកលំហេងបាទគាត់បុកត្រីមកក្របឡើងដើម្បីសង្កត់គោលខាងខ្មៅ អត់ទេ zoom ដូចមិញទៅលើចុះក្រោមបន្តិចមកបាន ខាងខ្មៅបុកត្រីឡើងដើម្បីទប់ទល់ស្ថានភាពវាយលុករបស់ខាងសបាទស្នាជាស៊ីគឺថាធ្វើមានខាងសនោះមានផ្លូវហើយមានកលាសេះកន្លែងឡើងបានតែនេះបុកត្រីឡើងដើម្បីសង្កត់ស្ថានភាពទប់ទល់ស្ថានភាពវិញឥឡូវយើងមើលហើយហាក់បីដូចជាអត់ទាន់ឃើញមានខាងណាព្រៀបខាងសបានសង្កត់ត្រីមកគ្របមកដល់ខាងមុខហើយឥឡូវគូទាំងពីរប្រើរយៈពេលអស់ម្នាក់5នាទីហើយតែអត់ទាន់ឃើញថាគូណាមានព្រៀបជាងគូណានៅឡើយទេមើលតើឥឡូវបងប្អូនយកសឬក៏យកខ្មៅតែបើតាមខ្ញុំឃើញអត់ទាន់មានខាងណាព្រៀបជាងខាងណានៅឡើយទេបាទខាងសដកណាគឺថាដូរចល័តដូរទីតាំងសេះហើយបាទថាឆ្នាំនេះថាការចល័តទីតាំងកំពុងតែចល័តក្របអូកីឡាករទាំងពីរអូនមានអ្នកយកសថាដល់ថាយកស 80% ក៏ប៉ុន្តែការមើលយល់ឃើញរបស់ខ្ញុំកីឡានេះអត់ទាន់មានឃើញខាងណាប្រៀបជាងខាងណានៅឡើយទេដូចខ្ញុំបានជំរាបបងប្អូនការចល័តក្របនេះជាការសំខាន់ណាស់អុកអញ្ចឹងបញ្ហាដែលសេះចងសេះទឹមសេះស្ដាំសេះអីនោះវានៅពេលដែលប្រើក្របត្រីតូចហើយយើងត្រូវការចល័តក្របធំដើម្បីទៅទ្រទ្រង់នៃក្របទាំងអស់ហ្នឹងបាទចាំមើលបន្តទៀតថាតើខាងសកំពុងខាងខ្មៅកំពុងបោះសេះចូលដើម្បីទៅភ្ជុងចាំស៊ីនាងកូននេះដូចអត់ទាន់អីទេគូណាអត់ទាន់អីមើលទៅវាគ្រាន់ថាបើយើងចង់និយាយថាខាងសយើង19បាទ19ដល់ហើយទេវាអត់ទាន់មានអីគាត់តែមើលទៅខាងសវាមានលក្ខណៈគ្រប់គ្រងកីឡាបានល្អបាទជាចំណុចគឺថា19ប៉ុណ្ណឹងទេកីឡាករទាំងពីរហ្នឹងក៏សិតតែមានអ្នកគ្រប់គ្រងមានអីច្រើនណាបាទសម្រាប់គ្រប់គ្រងច្រើនដូចកីឡាពួកគាត់លេងខ្លាំងដូចថាម្នាក់ជាមេដាយមាសម្នាក់ជាមេដាយប្រាក់អញ្ចឹងមានសិតតែកីឡាករដែលស្រាប់កំណាប់ខ្លាំងទាំងអស់គ្នាលើតទូកពីព្រោះខាងសត្រូវការទូកចេញមុនអញ្ចឹងឥឡូវខាងសបានតទូកមួយហើយខ្ញុំបង្ខំចិត្តត្រូវខាងខ្មៅបង្ខំចិត្តត្រូវទៅស៊ីទូកមួយខាងសដោយសារមើលឃើញការច្រឡប់ប្រហោលរបស់ខ្មែរធ្វើឲ្យគេមានទូកមានឱកាសដែលអាចចេញទូកមុនអញ្ចឹងខាងសតទូកឥឡូវពុំបច្ចុប្បន្នហើយតមកជើងបង្ខំចិត្តគឺថាត្រូវទៅស៊ីតែម្ដងគឺមិនអាចរត់បានបាទមានអ្នកគាត់ថាខ្មៅកែស្ថានភាពបានវិញមុននឹងតិចពិបាកប៉ុន្តែកម្រិតគាត់ដូចជាមិនអីគូនេះជួនកាលយុទ្ធសាស្ត្រគាត់បាទនេះជាយុទ្ធសាស្ត្ររបស់គាត់ដូចជាមិនទាន់ថាឃើញពួកគាត់ទៅចេះខ្ញុំចាំពេលគាត់បោះសេះយកទៅបិទហើយគាត់នឹងវាយសេះមកចងគ្នាវិញពិតជាអស្ចារ្យមែនកីឡាដែលយើងមើលស្មានមិនដល់ពួកគាត់ស្ដាយទូកនេះគឺអត់ងាយប្រឡែងនេះទូកក៏អស់ជម្រៅនេះមកខ្ញុំឯងដូរសេះនេះនិយាយលេងសើចឲ្យវាស្ដារតិចកុំឲ្យវាតាំងតែងបើកីឡាករទៅសើគាត់លេងគាត់បាទអីឥឡូវខាងការបដូរក្របរបស់កូនខាងសឃើញថាបានល្អណាស់គឺថាមានចំហចូលមកមុខតែសម្រាប់ខាង
ខ្មែរគឺត្រឹងតែប៉ុណ្ណឹងមិនមានក្របណាតន់ចូលមកមុខទៀតបានទេហើយសម្រាប់ក្របខាងសគឺគាត់មានកំណត់មានក្របចូលមកមុខបានបាទអុកថ្នាក់លើខាងសតាមអំណិតរបស់ខ្ញុំថាគាត់ចង់តនាងខ្មៅហ្នឹងតែគាត់តខាងត្រីគាត់ខាងនេះមិនមែនតទេតែគាត់ឡើងគោទប់នៃស្ថានភាពកុំឲ្យនាងខ្មៅចូលទៅខាងនោះបាទជឿនេះតាមមើលគាត់ប្រហែលជាចង់តបាទហើយខាងខ្មៅក៏ដកមកខាងលោស្ថានភាពវាប្រងចាក់ត្រីយកមិននឹមក៏មិនដឹងឯងប្រហែលជាចាក់ត្រីតាមមើលតាមកំណត់របស់ខ្ញុំប្រហែលជាគាត់ចាក់ត្រីជឿនេះចាក់ត្រីខ្មៅយកមួយគូតែម្ដងដល់គាត់មកបែបហ្នឹងថយសេះខ្មៅបានន័យថាគាត់ប្រងចាក់ត្រីតែចាំមើលកំណត់គាត់វាមិនខ្ញុំមើលក៏មិនយល់ដែរនេះបងត្រូវឲ្យខ្មៅកំពុងតែចង់ទប់សយសនឹងគឺកំពុងតែរៀបផែនការវាយសម្រុកទៅលើខាងខ្មៅតែគ្រាន់តែជាស្ថានភាពនេះមើលទៅអត់ទាន់ឃើញថាខាងសនឹងឲ្យប្រៀបដូចខ្ញុំបានជាមើលប្រៀបធៀបហាយជាតែ90% ទៅប៉ុណ្ណឹងទេ19គេថា19ប្រៀបតែ19នេះអត់មានប្រៀបអីថាឲ្យដាច់គ្នាហ្មងអត់មានទេអូនេះតាមមើលលោកគ្រូអាចអស់ម៉ោងដូចមិនសឹមវិញតាមការមើលឥឡូវនេះវាដូចថាបែកគ្រាប់ហើយប្រហែលជាមិនអាចដូចជាមិនសឹមវិញពីទេព្រោះវាបែកគ្រាប់ហើយបើអញ្ចឹងបាទព្រោះឥឡូវវាមើលទៅដូចជាគ្រាប់បែកហើយវាអត់មានអីគ្រាប់ដូចដូនប៉ុន្តែស្ថានភាពគឺថានៅតានតឹងនេះខ្លួនគឺថាមានការប្រុងប្រយ័ត្នទប់ស្ថានភាពរៀងខ្លួនណាឥឡូវយើងចាំមើលមួយជើងនេះតើខាងខ្មៅគាត់ប្រុងដើរអីពូទាំងពីរសម្រាប់គាត់យល់តែមិនស្រួលហ្នឹងគឺមកលើដៃលើជើងតែម្ដងគេថាហើយតាមមើលកលាសិតតែកលាផ្ចិតចង់ដើម្បីចង់ឈះចង់ចាញ់រៀងខ្លួនអត់មានកលាណាមួយដែលថាវាយកាត់កងអានេះគឺសិតតែរក្សាក្របធំទាំងអស់គ្នាឃើញថាស្ថានភាពទ្រង់តាំងខាងខ្មៅក៏ដកក្របដើម្បីយកមកទប់នៃខាងសដែលកំពុងតែរៀបចំគម្រោងការដើម្បីវាយខាងខ្មៅបាទអញ្ចឹងការ live នេះបងប្អូនអាចមើលបានទាំងលើ Facebook ទាំងលើ YouTube បាទងាយស្រួលមើលមែនតើឥឡូវខាងសតនាងបាទគឺនាងបុកលើយើងត្រីតែម្ដងតែចាំមើលខាងនេះខាងខ្មៅគាត់តន់ធ្វើដឹងនេះគាត់នឹងឡើងមកចងជាធម្មតាបាទជើងនេះចាំមើលតើគាត់គិតអីទេគាត់ចង់គឺថាលក្ខណៈធ្វើបែបម៉េចមើលទៅស្ថានភាពសិតទៅតានតឹងទាំងអស់គឺថាខាងសកំពុងតែមានការគម្រាមកំហែងមកលើខាងខ្មៅវិញហើយនិយាយលេងដល់បាយាកាឥឡូវយើងមើលរងសម្រាប់ចិត្តគឺថាចាក់ត្រីចុងកណ្ដាលចាំមើលថាតើខាងនេះគាត់យកគោលស៊ីឬក៏យកសេះស៊ីបាទយកសេះអូគាត់យកសេះដើម្បីបន្ធូរបន្ថយស្ថានភាពបាទតានតឹងឥឡូវចូលដល់ចំណុចនេះសេះតសេះបាទដូរសេះបាទខ្ញុំថាខ្ញុំលេងឆៅគាត់ឆៅដែរឥឡូវយើងមើលស្ថានភាពហាក់ដូចជាធូរស្រាលឡើងវិញហើយដំបូងយើងគិតថាខាងស្ថានភាពរបស់ខាងខ្មៅនឹងចាប់តែឥឡូវខាងខ្មៅនេះដូរស្ថានភាពហើយមួយជើងនេះប្រហែលជាខាងសស៊ីត្រី
ខ្មៅចុងកដានេះបើមិនស៊ីទេត្រីខ្មៅបកគឺយ៉ាគាត់គឺថាចាប់ផ្ដើមសម្រុកចូលតែម្ដងបាទ គាត់អត់ យកគោបុកលើជើងនេះតែម្ដងបាទគាត់ បើត្រី ពិត ប ជា ក អស្ចារ្យ ត្រីនេះបកបានត្រីខ្មៅនោះបកបានប្របាក់អីលោកគ្រូ ចាបើជើងនេះពិតជាអស្ចារ្យមែនតែបងប្អូនដែលដូចតែខ្ញុំក៏សូមឲ្យតែខ្ញុំក៏យល់ក៏មិនហ៊ានថាដែរបាទតែមួយជើងនេះចាំមើលថាខាងខ្មែរក៏ដោះស្រាយវិញយ៉ាងរបៀបវិញ ព្រោះនេះយើង record តុងយើងមើលចប់5កន្លះក៏មកបកស្រាយម្ដងមួយមិនបានគាត់ដើរអញ្ចឹងមិនបានគាត់ដើរអញ្ចឹង បាទ ហើយជាជក់ចិត្តលោកគ្រូណោះ បាទនេះជាកំណត់របស់ខ្ញុំបើជាកំណត់របស់ខ្ញុំត្រូវសេះខាងខ្មៅទៅវាយសេះមកចងនៅចន្លោះមាត់ត្រីក្បែរត្រីសខាងលើនេះនឹងជាការទប់ទល់នៃស្ថានភាព ឡើងសេះមក បាទឡើងសេះមកចងមិនអាចស៊ីគោនឹងបានទេឡើងសេះមកចងត្រីគេថាមុខត្រីខាង ស ខាងសបាទ មានអ្នកគាត់ខ្លាចតែគឺយកដល់ណាយកគោលមកដូរត្រី បាទ តែកម្រិតនេះគាត់ជួនកាលជាល្បិចបោកបិឆោត បាទ បាទសមានចិត្តពួកគាត់អត់ត្រូវម្នាក់មានរបៀបលេងផ្សេងគ្នា តែការគោដូរត្រីយើងគិតថានេះមិនមែនទេបើស្នាជាហ៊ានយកត្រីខ្មៅស៊ីគោសហ្នឹងក៏គោខ្មៅក៏រត់រួចដែរអញ្ចឹងបានតែគាត់ពួកសម្ដេចចិត្តថាអញ្ចឹងដូចខ្ញុំបានខ្ញុំគិតដែរ បាទ ពួកគាត់ស៊ីទៅគឺរួចបាទចាំមើលតើខាងសគិតយ៉ាងម៉េចវិញប្រហែលជាឡើងគោដេញសេះបើឡើងគោដេញសេះខ្ញុំជឿថាប្រហែលជាខាងខ្មៅក៏មិនរត់ដែរប្រហែលជាបកត្រីចងសេះនឹងតែម្ដង លោកគ្រូពីរនាក់គាត់នេះដូចអត់សូវបានជួបគ្នាញឹកញាប់ទេលោកណា និយាយទៅមិនងាយបានជួបនេះទេទោះតែមានការប្រកួតតែមិនងាយបានប៉ះគ្នាដែរទៅលើលើកនេះប៉ះគ្នាឲ្យមួយចំណាយដូចខ្ញុំបានប្រាប់ជំរាបប្រាប់ពីមុនអញ្ចឹងគឺថាមួយខាងមេដៃមាសខាងមេដៃប្រាក់បាទគាត់ខាងខ្មៅដើរដូចកណិតឯងខ្ញុំគិតថាគាត់វាយសេះមកចងគោលមិនអាចស៊ីបានហើយក៏មិនអាចព្រោះគាត់ស៊ីគោគាត់រត់មិនរួចដូចគ្នាដែរអញ្ចឹងគាត់ធ្វើបែបនេះពិតជាការត្រឹមត្រូវ បាទ ហើយចាំមើលខ្ញុំគិតថាខាងសបើជាកំណត់របស់ខ្ញុំប្រហែលជាគាត់ឡើងកូនដេញសេះព្រោះគាត់សម្ភារនេះក៏មិនអាចឲ្យស៊ីគោវិញបានទេបើក៏ស៊ីគោគេស៊ីទៅគេអាចថយបានគោអាចថយទៅមុខទៅក្រោយបានអញ្ចឹងប្រហែលជាមិនទុកឲ្យស៊ីទេឬគាត់កាត់គោតែម្ដងក៏មិនដឹងបាទចង់និយាយថា សិតតែយុទ្ធសាស្ត្រយុទ្ធទីហើយការវាយលុកសិតតែដោយមានការក្បួនខ្នាតខ្លាំងគាត់ធ្វើមិនដឹងទេគាត់បុកមកលើជើងទៀតបានថាគួរអស្ចារ្យមែនចាំមើលមកជើងនេះតែគាត់ប្រងធ្វើយ៉ាងម៉េចពិតជាខ្លាំងមែននិយាយ បាទអាចថា51 49បានទេគ្រូប៉ុណ្នេះ បាទ អាចថាខ្មៅ51អីបានទេអានៅពាក់កណ្ដាលម្នាក់ ស៊ីគាត់បុកខ្ញុំជឿថាគាត់បកត្រីចងគាត់ប្រហែលជាមិនរត់ទេមកជើងនេះបាទព្រោះសែនគាត់មិនអាចរត់ទេគាត់គឺគាត់ឲ្យគាត់មិនស៊ីគាត់នឹងបកត្រីចងតែម្ដងបាទតែវាមានជំរឿសពីរទី1គាត់ស៊ីគោលនឹងឲ្យគាត់ឡើងស្ដាច់មកទប់នឹងជើងត្រីតែម្ដងអានេះខ្ញុំកំពុងពិចារណាមើលដែរពីព្រោះបើយើងអត់គិតទេយើងមើលមិនទាន់គាត់ព្រោះគាត់នេះគាត់បានគិតទុកជាមុនរួចហើយបើស្នាចាខ្មៅស៊ីគោសខាងនេះ គាត់អាចខាងសនោះអាចស៊ីគោខ្មៅពីមុខស្ដាច់វិញ អូបាទ បាទអញ្ចឹងធ្វើឲ្យសេះខាងនេះដកទៅស៊ីខាងនោះគាត់ស៊ីត្រីមើលគឺសេះនៅក្នុងអង្គបាទនេះជាកំណត់ខ្ញុំ អញ្ចឹងខាត យល់បាទអញ្ចឹងប្រហែលជាគាត់បកត្រីចងឬមួយក៏គាត់ស៊ីគោនឹងខ្ញុំអត់ទាន់យល់ហើយកន្លែងចំណុចនេះបាទ មានអ្នកបោះប្រយងឲ្យយកសេះដេញទូក យើងមើលពិតជាល្អមើលមិនសិតតែលើដៃលើជើងទាំងអស់តែម្ដងយើងមកក៏ថានេះហៅថាសិល្បៈក្នុងការលេងអុកតើគាត់គោលគាត់ដឹងក៏គួរតែស៊ីសេះឬមួយក៏គាត់ស៊ីគោលព្រោះឥឡូវខាងនេះបានបកត្រីមួយហើយ
គាត់ស៊ីគោលវិញគាត់អត់ គោលដូគោលនេះ គាត់គិតគោលដូគោលវិញ បាទ ចាំមើលបើស្រាវជាយកសេះស៊ីគាត់អុកមកសេះបើយកនេះស៊ីគាត់នឹងឥឡូវយើងមើលស្ថានភាពខាងសនៅតែព្យាយាមវាយលុករហូតបាទឥឡូវយើងចាំមើលថាតើមួយជើងនេះខាងសខាងក្បាលកិច្ចទៅណាអុកមួយជើងនេះព្រោះអត់មានអីកាត់ទេមានតែកិច្ចទេបើកំណត់ខ្ញុំថាគាត់កិច្ចចុះត្រង់គាត់មិនងាកទៅខាងនោះទេគាត់នឹងប្រហែលជាគាត់ចុះត្រង់ចុះត្រង់ មែនដូចកំណត់ទេខ្ញុំបានគិតព្រោះសេះខ្មៅឈរក្នុងចំហអុកដៃទូកដែរបាទហើយសេះគាត់បានចងត្រីខ្មៅរួចហើយឥឡូវបើយើងវិភាគវិការណាកាឡានេះទៅវិញឃើញថាសនោះព្យាយាមវាយខាងខ្មៅតែបើគិតថាជាភាគរយវិញទៅជាខាងខ្មៅហាក់ដូចជាមានភាគរយខ្ពស់ជាងទៅវិញបាទទូកដូចមានសកម្មភាពអីសោះ បាទយើងមើលដាក់វាយលុតដូចបាំងអាកលនឹងអាត្រីសមួយវាមុខហ្នឹងដែលបុកខំបុកកូនធំផងកូនតូចមកដើម្បីឲ្យបំបែកអាខាត្រីឲ្យគេស៊ីឲ្យវាអាត្រីសបើកគេបើកឡាវាយលុកតែបែកជាអត់វាទៅជាអត់មានកលាអីដែលបំបែកបានឥឡូវយើងមើលទៅគឺថាលក្ខណៈបែបនេះខ្ញុំជឿថាប្រហែលជាកូនខ្មៅល្អជាងហើយកណ្ដាប់ដៃតែគូទាំងពីរនេះគឺថាខ្លាំងណាស់ខុសតែមួយជើងពីរជើងគឺទទួលបរាជ័យភ្លាមបាទយើងមើលឃើញដូចជាគាត់ដូចសំកកដាគាត់លេងមួយជាស៊ីដេតាទី1ព្រឹកមិញខុសតែមួយជើងគឺគាត់វាយគឺថាឆៅលើដៃលើជើងទៅតែម្ដងសើខ្មៅគាត់បកកែលោកនោះ បាទខ្មៅពិតជាបកែគេថាគាត់កែនេះនឹងថាមានការចិត្តអត់ធ្មត់បានច្រើនបាទមានព្រាមមិនប្រកាសតែឈ្នះទេដូចខ្ញុំបានជម្រាបដល់មុនហ្នឹងចាំមើលមួយជើងនេះថាគាត់ប្រងដាវអីខាងសពីព្រោះឥឡូវនេះគឺថាតែខាងខ្មៅតែបើកត្រីបកនេះបានទូកចេញគឺខាងនេះគឺវិបាកតែម្ដងបាទព្រោះឥឡូវចំហរបស់ខាងកូនរបស់ខាងខ្មៅហ្នឹងគឺចំហគឺថាសេះហ្នឹងគឺទប់ឈននឹងកលនឹងត្រីមិនអាចធ្វើឲ្យបានទេហ្មងជាប់ជើង បើតាមខ្ញុំយល់មើលកលៈទេសៈនេះមិនដឹងវាពិបាកឬថាខ្ញុំក៏ពិបាកមិនឆៃដែរបាទបើជាចិត្តរបស់ខ្ញុំគឺខ្ញុំបោះសេះបាទគឺខ្ញុំកាន់សេះមួយជើងនេះដើម្បីដើរដើម្បីតែចាំមើលថាខាងសគាត់កាន់អីវិញពូកម្រិតគាត់សិតតែបៃឆៅលើជើងនេះទាំងអស់អញ្ចឹងយើងបាក់យល់ដែរគ្រាន់តែឥឡូវនេះខាងខ្មៅនេះក៏ចេញមិនទាន់រួចបាទបើខាងខ្មៅចេញរួចគឺខាងសហ្នឹងក៏ពិបាកដែរតែបើសិនអ្នកដើរខុសមួយជើងទៅនេះនៅបាទអត់ខុសតែមួយជើងគឺដូចគេថាពាក្យចាស់ថាដូចរូបផ្ទះបាទសងជើងដូចរូបផ្ទះគេថាមកគាត់កែតាំងពីយ៉ាប់រហូតដល់មកបានប៉ុណ្ណឹងដំបូងខ្ញុំមើលទៅខាងខ្មៅហាក់បីដូចជាមានសម្ពាធខ្លាំងតែឥឡូវបែរជាដូចជាមើលទៅខាងឃើញខាងសហ្នឹងមានសម្ពាធទៅវិញបាទហើយមួយជើងខ្ញុំដូចខ្ញុំគិតថាខាងសដូចជាមានតែដើរសេះតែចាំមើលថាតើគាត់ដើរសេះទៅខាងណាគាត់អាចបោះសេះហ្នឹងគឺវាចង់ទៅអុកមកខាងនេះហើយខ្ញុំជឿថាមួយជើងនេះខាងនឹងដើរត្រីបកឲ្យព្រោះដើម្បីចេញទូកដើម្បីចេញអាវុធប្រហារលោកខ្លួនរបស់ខ្លួនឯងទៅដែរហ្នឹងមិនមានធម្មតាបាទផ្លូវធ្វើឲ្យអត់បានសម្ពោធបាទអញ្ចឹងត្រូវតែចេញគឺថាមិនមែននៅសងំស្ងៀមចាំឲ្យគឺថាទទួលកណ្ដាប់ដៃរបស់ខាងសទេអញ្ចឹងត្រូវដកអាវុធគឺថាដើម្បីទៅប្រយុទ្ធដែរបានទេគាត់ក៏ជាអ្នកគឺថាខ្លាំងអស់មួយរូបដែរលេងមួយរូបដែរបាទ
ចឹងគាត់មើលឃើញថាហើយ10ជើងខាងខ្មែរមានរួចចឹង អង្ការគាត់ក៏មិន បាទ នៅសនៅ បាទ គៀបឡើយ បាទអញ្ចឹងក៏គាត់ចេះខាងក្បួនខ្នាតចាឥឡូវខាងនេះបងហើយឲ្យអុកបែកទូកមួយហ่ะខ្ញុំជឿថាប្រហែលជាអុកស៊ីទូកហើយព្រោះបាទឥឡូវគាត់ដាក់ឲ្យអុកបែកទូកពីព្រោះគាត់នៅស្ទះជើងសេះក្នុងមួយព្រោះសេះខ្មៅហាក់មិនដូចកម្លាំងហ่ะបាទតើគាត់អុកបែកទូកឬគាត់មិនអុកបែកទូកជើងនេះគាត់ចង់មើលទេចាំមើលតើគាត់អុកស៊ីទូកឬគាត់ឲ្យព្រោះកំណត់គាត់ដូចខ្ញុំនិយាយគាត់ជ្រៅដែលយើងមិនអាចមើលយល់អំពីកំណត់គាត់ទេបាទហើយឥឡូវយើងមើលថាតែមើលគាត់កំពុងគិតថាគូគាត់អុកបែកទូកបើអុកបែកទូកខាងសស៊ីបានត្រីបកយកទៅចរគាត់អត់អុកបែកទូកទៀតគាត់អត់ទេបានហើយយើងមើលយើងមិនយល់ពីគំនិតរបស់គាត់ទាំងពីរទេគឺគំនិតគាត់ទាំងពីរជ្រៅណាស់បាទ តោះមកវិញ និតគាត់មិនអុកបែកទូកឥឡូវអុកខាងគឺថាចឹងមិនថាយើងមើលពិតជាមើលមិនអស់មែនយើងគិតថាចិត្តគាត់អុកបែកទូកតែគាត់មិនអុកឲ្យបានន័យថាទូកគាត់ហ្នឹងគឺសម្រាប់ដូរសេះនឹងបើជាកំណត់របស់ខ្ញុំថាគាត់នឹងបោះសេះមកលើមួយជើងទៀត ច្បាស់ទេ គាត់បោះសេះមកខាងនោះអុកស៊ីត្រីគាត់ទៅអែបចាប់សេះហើយហ៊ានតែយកសេះទៅស៊ីត្រីគាត់នឹងអុកងាប់អញ្ចឹងប្រហែលជាគាត់បោះសេះមកជើងត្រីមួយជើងគឺល្អណាស់គាត់ថាបោះសេះបើយកទូកកាត់អុកគាត់កាត់វិញគាត់ស៊ីត្រីគាត់ឈ្នះត្រី 3 4 អូអញ្ចឹងក៏ល្អប្រហែលជាគាត់ធ្វើតាមកំណត់ហ្នឹងក៏មិនដឹងមើលប្រហែលជាគាត់បោះមែនអីពិតជាអស្ចារ្យមែនគាត់ដើរតាមកំណត់របស់ខ្ញុំដែរខ្ញុំប្រាប់ថាអញ្ចឹងគាត់មើលឃើញអញ្ចឹងដែរបាទអញ្ចឹងខាងមួយជើងនេះគឺសម្ពាធណាសម្រាប់ខាងសបើស្នាជាខាងសងាកទៅនោះគាត់នឹងដាក់ទូកទៅដប់សម្រាប់អុកនេះតែម្ដងព្រោះមួយជើងនេះគឺជាជើងងាប់រស់តែម្ដងអូជាប់កលាប្រហែលជាឡំប៉ាហើយកលានេះមើលទៅអាចស្មើនឹងកលាឡំប៉ាព្រោះខាងសជាប់សម្ពាធខ្លាំងខាងខ្មៅបោះសេះមួយជើងនេះមកគឺធ្វើមានឱកាសឲ្យខាងសនឹងអុកយកឡំប៉ាតែម្ដងចឹងប្រហែលជាគូទាំងពីរនេះស្មើដោយកលាឡំប៉ាបាទព្រោះបញ្ឆោតឲ្យអុកស៊ីត្រីតែខ្ញុំជឿថាខាងសមិនអុកស៊ីត្រីពុកអុកឡំប៉ាហើយបាទមែនពិតជាអុកឡំប៉ាមិនអាចអុកស៊ីត្រីបានទេកាយយក ចឹងកលានេះប្រហែលជាស្មើមើលមួយជើងនេះក៏កំពុងគិតខ្ញុំក៏ពិចារណាមើលដែរថាគាត់គិតចង់ស៊ីទូកបោះទៅស៊ីត្រីតែបើគាត់ធ្វើបែបហ្នឹងដូចជាមិនជាមធ្យោបាយល្អប្រហែលទេពីព្រោះកាលណាបោះស៊ីទូកបោះមកស៊ីត្រីខាងខ្មៅនឹងបោះសេះចោស្មើបាទដោយការឡំប៉ាបាទបញ្ចប់ដោយការឡំប៉ាដោយខាងសឡំប៉ាសុំស្មើខាងខ្មៅដោយខាងខ្មៅមានការប្រៀបជាងបាទសូមអរគុណរងចាំទុកសនានៅក្តារទី2